មហាការុណិកាំងនីថាងញយសាក្របារគង់វន្តេនិពុណគាមភិរៈវិចិត្រនយទេសនੰវិជាចរណសម្បណ្ណាយេននយន្តេលោកតោវន្តេតមុតមង្គធម្មងសម្មាសម្ពុទ្ធពោជិតាំងសីលាតិគុណសម្បណ្ណោថេតោមកៈភលេសុយោវន្តេអរិយសង្ឃាំងតាំងបញ្ញខេតតាំងអនុត្តរੰវន្តនីចនិតាំងបញ្ញងឥតិយ៉ាងរតនតិយេហតន្តរាយោសព្យថៈហតវាហੰតសតេចសាពុទ្ធោសព្យញ្ញុតញ្ញាណੰធម្មោលោកតរោនវៈសង្ឃោមកៈផលថោចៈអិចេតាំងរតនតិយ៉ាងលេតសៈអនុភាវេអ្នកសាពេភៈជាឧបតវីអនេកាអន្តរាយាបិវិនាសន្តោអសេសតោខ្ញុំកណាសនមស្ការថ្វាយបង្គំព្រះរតនត្រ័យដ៏ប្រសើរលើលោកគឺព្រះពុទ្ធព្រះធម៌ព្រះសង្ឃដោយសេចក្តីជ្រះថ្លាសូមនមស្ការថ្វាយបង្គំសម្ដេចព្រះសង្ឃរាជទាំងពីរគណៈសម្ដេចព្រះសង្ឃខេនាយកសម្ដេចព្រះសង្ឃខេនាយករងមន្ត្រីសង្ឃគ្រប់ឋានានុក្រមនិងគុណម្ចាស់គ្រប់ព្រះអង្គដោយសេចក្តីគោរពសូមគោរពលោកតាបណ្ឌិតកុលផេងដែលជាបិតាស្ថាបនិកនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងជាប្រធានពុទ្ធិកបណ្ឌិតសភាសូមគោរពម៉ាយាយកុលកំផល្លាព្រមទាំងកូនចៅសូមគោរពលោកគ្រូធម្មនន្តដែលជាអគ្គលេខាធិការនៃពុទ្ធិកបណ្ឌិតសភាសូមគោរពលោកគ្រូច័ន្ទហួរនិងលោកគ្រូធម្មាចារ្យអ្នកគ្រូធម្មាចរណីគ្រប់រូបនិងសូមជម្រាបសួរពុទ្ធបរិស័ទទាំងអស់បាទថ្ងៃនេះគឺជាថ្ងៃអង្គារ11កើតខែបោះឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី30ខែធ្នូឆ្នាំ2025ក្នុងរាត្រីនេះកម្មវិធីមង្គលជីវិតតាមកន្លងនៃព្រះពុទ្ធសាសនាដែលផ្សាយចេញពីពុទ្ធិកបណ្ឌិតសភាបានធ្វើការផ្សព្វផ្សាយបន្តផ្ទាល់ហើយយើងបានធ្វើការផ្សព្វផ្សាយហ្នឹងមានការលើកឡើងនៅការសិក្សាបីដកអតិកថារួមគ្នាជាមួយនឹងពុទ្ធបរិស័ទបានសិក្សានឹងបានច្រើនបីដកមកហើយជាពិសេសនៅក្នុងគម្ពីរអង្គត្រនិកាយនឹងបានច្រើននិបាតបាទនៅសល់ទុក្ខនិបាតហើយនិងតេកនិបាតបាទក្នុងទុក្ខនិបាតហ្នឹងក៏បានច្រើនចិត្តនឹងចប់ទៅហើយហ្នឹងយើងសិក្សាហ្នឹងនៅក្នុងបេដកលេខ40ហ្នឹងបេដក40ខ្មែរយើងហ្នឹងមានឯកនិបាតហើយនិងទុក្ខនិបាតបាទចឹងចូលមកដល់ទុក្ខនិបាតហ្នឹងសិក្សាចូលមកដល់តតយៈបណាសកៈនៅក្នុងវគ្គទី1អាសាវៈនៅក្នុងវគ្គនេះបានសិក្សា3ប្រសូតចឹងជាបន្តយើងត្រូវសិក្សាចូលមកក្នុងប្រសូតទី4បាទនៅក្នុងរាត្រីហ្នឹងសិក្សាប្រសូតទី4ក្នុងវគ្គទី1បាទចឹងយើងបាទបេដកលេខ40ត្រង់គ្នា366សូតទី4ទ្វេមេភិក្ខវេបកលាទុត្តបយ៉ាងមនីភិក្ខុទាំងឡាយបុគ្គលពីរពួកនេះគេឲ្យឆ្អែតបានដោយក្រកតមេទ្វេបុគ្គលពីរពួកតាដោយម្ដេចយោចៈលដ្ឋាំងនិខិបតិបុគ្គលចេះតែលាក់ទុករបស់ដែលបានមកមួយយោចៈលដ្ឋាំងវិសច្ចេតិបុគ្គលដែលកញ្ជះកញ្ជែរបស់ដែលរកបានមកមួយបុគ្គលដែលកញ្ជះកញ្ជែរបស់ដែលរកបានមកមួយអ៊ីមេខោភិក្ខវេទ្វេបកលាទុត្តបយ៉ាងមនីភិក្ខុទាំងឡាយបុគ្គលពីរពួកនេះគេឲ្យឆ្អែតបានដោយក្រអានសេចក្តីបញ្យលនៅក្នុងអត្ថកថាមនោរដ្ឋពរណីអត្ថកថាសូត្រទី4សូត្រទី4មានវិនិច្ឆ័យដូចតទៅនេះទុត្តបយាតិទាយកេអ្នកទុត្តបយាតបេតងអ្នកសុករាបទថាទុត្តបយាឲ្យឆ្អែតបានលំបាកសេចក្តីថាទាយកធ្វើឲ្យឆ្អែតបានលំបាកគឺការធ្វើឲ្យគេឆ្អែតធ្វើមិនបានងាយនិខិបតិតិនិតិហតិអ្នកបរិភញ្ចតិបទថានិខិបតិរក្សាទុកបានដល់មិនឲ្យអ្នកណាមិនបរិភោគប្រើប្រាស់ខ្លួនឯងវិសច្ចេតិតិបរិសង្ឃទេតិបទថាវិសច្ចេតិលះបង់បានដល់ឲ្យដល់អ្នកដទៃចប់អត្ថកថាសូត្រទី4
ចឹងសេចក្តីដែលយើងអានហ្នឹងគឺនៅក្នុងបៃដកហើយនឹងអត្តកថាបាទដីកាអត់មានប្រែទេមានតែបល័យសុទ្ធហ្នឹងចឹងយើងបាច់អានទេនេះសេចក្តីបៃដកអត្តកថាទាំងបល័យទាំងប្រែបៃដកក៏បានបល័យប្រែអត្តកថាក៏បានបល័យប្រែដែរសូត្រខ្លីៗហ្នឹងក្នុងសូត្រទី4នេះយើងសិក្សាអំពីទុតតបយៈបុគ្គលទុតតបយៈបុគ្គលអាហ្នឹងខ្ញុំនិយាយក្នុងពាក្យជាបច្ចេកទេសហើយបែបសម្រាយបាទមានន័យថាបុគ្គលដែលគេឲ្យឆ្អែតបានដោយក្របាទទុតតបយៈណាទុតតបយៈមានន័យថាបុគ្គលដែលគេឲ្យឆ្អែតហ្នឹងបានដោយក្រគឺគេពិបាកធ្វើឲ្យឆ្អែតណាពិបាកធ្វើឲ្យឆ្អែតហ្នឹងគឺពិបាកធ្វើឲ្យគ្រប់គ្រាន់ណាមានន័យថាបុគ្គលហ្នឹងខ្វះខាតរហូតអីចឹងទោះជាគេឲ្យប៉ុណ្ណាក៏អត់ចេះគ្រប់ដែរអាត្រង់ហ្នឹងឯងដែលចង់និយាយថាឲ្យឆ្អែតបានដោយក្រណាបាទអញ្ចឹងព្រះអង្គទ្រង់តាសម្ដែងអំពីប្រភេទបុគ្គលបែបហ្នឹងគឺមាន2ទី1ហ្នឹងយកចាក់លັດធាំងនិខេបតិគឺបុគ្គលហ្នឹងចេះតែលាក់ទុករបស់ដែលបានមកបាទហើយចេះតែលាក់ទុករបស់ដែលបានមកហ្នឹងអត្តកថាលោកបញ្យល់ថាពេលដែលបានរបស់មកហើយហ្នឹងអត់ឲ្យគេទេហើយក៏អត់បរិភោគប្រើប្រាស់ខ្លួនឯងដែរយកលាក់ទុកសំគេថាសំទុកក្នុងឃ្លាំងសំទុកក្នុងទីណាមួយអត់ឲ្យគេដឹងទេអាហ្នឹងហៅថាលាក់ទុកអីលាក់ទុករបស់ដែលបានមកហ្នឹងយើងឃើញដោយស្ថិអ្នកមានខ្លះមច្ឆរិយៈស្ថិឃើញស្ថិខ្លះមានទ្រព្យច្រើនណាសំទុកអញ្ចឹងទៅហើយអាលះឲ្យគេក៏មិនលះឲ្យប្រពន្ធកូនប្រើប្រាស់ក៏អត់ឲ្យដែរហើយសំបីតែខ្លួនឯងហ្នឹងក៏អត់ហ៊ានបរិភោគប្រើប្រាស់ដែរទុកសំអញ្ចឹងទៅប្រើតែរបស់ចាស់ទេយើងឃើញរឿងមច្ឆរិយៈកោសយៈស្ថិហ្នឹងมันច្រើនដែរព្រះអង្គទ្រង់តាសម្ដែងក្នុងជាដកក្នុងធម្មបទហ្នឹងមានច្រើនតែហើយបើសិនថាភិក្ខុបើពេលទៅបិណ្ឌបាតឬក៏ទទួលចហាន់ហើយលាក់របស់ដែលបានមកបិទបាំងចឹងដោយអាស្រ័យសេចក្តីប្រាថ្នាល្មមច្រើនហ្នឹងនឹងព្រះអង្គទ្រង់បញ្ញត្តិជាសិក្ខាបទបាទដោយពួកភិក្ខុឆាបគីបាទពេលដែលព្រះអង្គទ្រង់គង់នៅវត្តចេតពុនណាពេលហ្នឹងភិក្ខុឆាបគីហ្នឹងក៏កាយបាយលុបសម្លឬក៏មហូបព្រោះអាស្រ័យសេចក្តីល្មមច្រើនមានន័យថាពេលដែលគេដាក់បាយហើយមិនមានមហូបក្រៀមដូចថាត្រីងៀតសាច់គោអញ្ចឹងទៅរបស់ណាក្រៀមអញ្ចឹងទៅរបស់ហ្នឹងឆ្ងាញ់ហើយលោកចង់បានច្រើនលោកកកាយបាយហ្នឹងលុបអត់ឲ្យគេឃើញឲ្យគេមើលមកថាអូបានតែបាយទេអត់មានមហូបទេអញ្ចឹងគេដាក់មកថែមទៀតអីអញ្ចឹងបើសិនលោកធ្វើអញ្ចឹងនឹងព្រះអង្គទ្រង់បញ្ញត្តិសិក្ខាបទហើយបាទអ្នកសោបាំងវាផ្សេងជាណាំងវាអោទនេអ្នកបដិច្ឆាទេសាមិភេយោកម្មយៈតាំងឧបាទាយាតិសិក្ខាករណីយាភិក្ខុក៏បីធ្វើសេចក្តីសិក្សាថាអាត្មាអញនឹងមិនកកាយបាយលុបសម្លឬក៏មហូបព្រោះអាសេចក្តីល្មមច្រើនភិក្ខុដែលអាស្រ័យសេចក្តីមិនអើពើហើយកកាយបាយលុបសម្លឬក៏មហូបព្រោះអាសេចក្តីល្មមច្រើនហ្នឹងត្រូវបាត់កត់បាទចាំបងត្រង់បញ្ញត្តិបាត់កត់ហ្នឹងនេះខ្ញុំចង់និយាយពីអាលក្ខទុករបស់ដែលបានមកហ្នឹងណាបើសិនភិក្ខុមានសិក្ខាបទបងត្រង់បញ្ញត្តិអញ្ចឹងបាទនឹងលក្ខទុករបស់ដែលបានមកហើយដោយអតិនៈបពកៈព្រាមយើងឃើញហើយគឺពេលដែលមានទ្រព្យច្រើនដល់ពេលកូនឈឺខ្លាចគេមកក្នុងផ្ទះឃើញទ្រព្យសម្បត្តិច្រើនពេកយកកូននឹងមកទុកនៅសញ្ញាផ្ទះតែខ្លាចគេចូលមកឃើញទ្រព្យពេកគេខ្ចីគេសុំអញ្ចឹងលាក់ទុករបស់ដែលមាននឹងអត់ឲ្យគេឃើញទេអាហ្នឹងគឺជាលក្ខណៈនៃសេចក្តីកំណាញ់បាទហ្នឹងអញ្ចឹងបុគ្គលហ្នឹងព្រះអង្គទ្រង់តែសម្ដែងថាគេឲ្យឆ្អែតហ្នឹងបានដោយក្រគឺមានន័យថាគេឲ្យគ្រប់គ្រាន់ហ្នឹងវាអត់ចេះបានគ្រប់គ្រាន់ទេទោះជាឲ្យបណ្ណាគោបុគ្គលហ្នឹងនៅតែអត់គ្រប់តែនៅតែខ្វះរហូតចុះឲ្យហើយលាក់ទុកអត់ប្រាស់ផងហើយអញ្ចឹងទៅមើលមកថាអូអត់មានអីទេហ្នឹងតាមពិតលាក់ទុកអស់ហើយរបស់មានកកណាចូលទៅលាក់ទុកនៅក្នុងឃ្លាំងច្រើនណាហើយបុគ្គលទី2ហ្នឹងយកចាក់លដ្ឋាំងវិសាចេតិហ្នឹងចាយវាខ្ជះខ្ជាយហួសដែនកំណត់វិញបាទអាហ្នឹងក៏គេឲ្យអត់ចេះគ្រប់ដែរបាទគេឲ្យប៉ុណ្ណេះមកចាយខ្ជះខ្ជាយអញ្ចឹងមិនចេះគ្រប់យើងកើតតែមិនត្រូវខ្វះខាតរត់បើអត់ចេះចិញ្ចឹមជីវិតឲ្យស្មើផងនឹងបងតែសំដែងឲ្យមានសមជីវិតាតែមានអញ្ចឹងណាដល់បានប៉ុណ្ណេះចាយលើសប៉ុណ្ណោះអញ្ចឹងទៅហើយភិក្ខុលោកប្រើប្រាស់នៅចៃវរឬក៏បរិខាហ្នឹងអត់ចេះអន្សំចៃគេហៅថាប្រើប្រាស់ខ្ជិះខ្ជាយដូររហូតអញ្ចឹងទៅអញ្ចឹង
ដីកាហើយនឹងអត្តកថាបុគ្គលបញ្ញត្តិលោកបញ្ចូលសេចក្តីនឹងបន្ថែមខ្លះបាទក្នុងដីកាប្រសូតហ្នឹងដែលលើកសេចក្តីអំពីអត្តកថាបុគ្គលបញ្ញត្តិបាទបានបញ្ចូលនៅក្នុងចំណុចបុគ្គលទាំងពីរពួកនឹងដែរបាទក៏ភិក្ខុណាអាស្រ័យតកូលឧបថាឬតកូលរបស់ញាតិការបើចេវរដែលគេឲ្យចាស់ហើយក៏ប្រមូលចេវរទាំងនោះយកទៅទុកហើយអត់បរិភោគប្រាស់ទេបាទហើយក៏អត់ប្រកេនទៅអ្នកដតីដែរនឹងគេថាសំទុកបាទនឹងគេឲ្យចែកបានដោយក្រមួយទៀតភិក្ខុឯណាលះចេវរដែលខ្លួនបានហើយបាទចឹងមើលតើរបស់ណាប្រើបានម្ដងពីរដងចាស់បន្តិចអាហ្នឹងលះទៅលះហ្នឹងមិនមែនចង់ធ្វើទៀនថាអូនេះឃើញគេអត់ឃើញគេឃ្លានឲ្យគេក្នុងន័យថាជាការបរិច្ចាគទានចឹងទេចង់និយាយថាលះអារបស់ចាស់ហ្នឹងឲ្យគេអស់ទៅដើម្បីឲ្យខ្លួនឯងហ្នឹងវាអត់មានហើយទៅអាសុំគេទៀតណានឹងចូលក្នុងលក្ខណៈបុគ្គលទី2ដែលចង់និយាយថាកញ្ចេះកញ្ជេរបស់ដែលរកបានមកហ្នឹងណាបាទនឹងគេចង់ឲ្យអត្តន័យអញ្ចឹងបាទហ្នឹងអញ្ចឹងបុគ្គលពីរពួកហ្នឹងទោះជាគេឲ្យបច្ច័យទាំងរទេះក៏មិនអាចធ្វើឲ្យឆ្អែតបានដែរបាទនឹងសេចក្តីនៅក្នុងសូត្រទី4ហ្នឹងបាទហើយយើងមើលដូចរឿងច្រើនណាយើងមើលដូចក្មួយអនាថបណ្ឌិកសិទ្ធិអញ្ចឹងនឹងចាយកញ្ចេះកញ្ជេលុយ40កោតចាយអស់លីងហ្នឹងលុយដែលសល់ពីម៉ែឪទុកឲ្យហ្នឹងហើយចឹងទៅសុំអនាថបណ្ឌិកសិទ្ធិហើយអនាថបណ្ឌិកសិទ្ធិថាឲ្យខ្លះយកមកធ្វើទុនរកស៊ីបន្ថែមតែអត់យកទៅរកស៊ីតែយកទៅចាយខ្ជះខ្ជាយទៀតហើយមកសុំទៀត3 4ដងអញ្ចឹងទៅចុងក្រោយអនាថបណ្ឌិអត់ឲ្យទេឲ្យគេចាប់កអស់ចេញហ្នឹងបាទនឹងច្រើនហើយរឿងមហាធនៈសិទ្ធិបុត្រក៏អញ្ចឹងដែរពេលដែលម៉ែឪស្លាប់ទៅមិនសុទ្ធតែបន្សល់ទ្រព្យសម្បត្តិនឹងច្រើនកោតទៅគាត់ថាឲ្យកូននឹងចាយមួយជីវិតហ្នឹងតែមានចាយបានមួយជីវិតណាបើចាយខ្ជះខ្ជាយពេកទៅ40កោត80កោតអីអស់លីងខ្លាយទៅជាចៅខ្លាយទៅជាអ្នកសំទានគេក៏មានច្រើនដែរហ្នឹងបាទនឹងរឿងចាយកញ្ចេះកញ្ជេយហ្នឹងអានឹងជាបុគ្គលដែលគេឲ្យចែកបានដោយក្រហ្នឹងហើយសេចក្តីនៅក្នុងសូត្រទី4ហ្នឹងបាទ